សួស្តីប្រិយមិត្តទាំងអស់គ្នាមកតាមដានទស្សនាព័ត៌មានថ្មីពាក់ព័ន្ធជាមួយនឹងរុស្ស៊ីហើយនិងអ៊ុយក្រែនគឺនៅតែបន្តសង្គ្រាមដាក់គ្នានៅឡើយដោយយន្តហោះចម្បាំងធុនមិច29របស់អ៊ុយក្រែនមួយគ្រឿងត្រូវបានយន្តហោះចម្បាំងបំបាំងកាយរបស់រុស្ស៊ីស៊ូ35បាញ់ទម្លាក់ឲ្យធ្លាក់រាបដល់ដីនៅក្នុងខេត្តប៉ូតាវ៉ាភាគកណ្ដាលនៃប្រទេសអ៊ុយក្រែនបើតាមគេហទំព័រយោធា Defense Security ASEAN បានចេញផ្សាយកាលពីថ្ងៃពុធបានឲ្យដឹងថាយន្តហោះចម្បាំងមិច29របស់អ៊ុយក្រែនត្រូវបានបាញ់ទម្លាក់នៅលើមេឃដោយមីស៊ីល O37M នៅក្នុងគម្លាតពីគ្នារហូតទៅដល់190គីឡូម៉ែត្រផងដែរ O37M គឺជាប្រភេទមីស៊ីលរយៈចម្ងាយឆ្ងាយដែលអាចរត់បានដល់ចម្ងាយរហូតទៅដល់300គីឡូម៉ែត្រគ្រាប់មីស៊ីលនីមួយៗមានប្រវែងរហូតទៅដល់4ម៉ែត្រដោយទម្ងន់510គីឡូក្រាមនិងមានតម្លៃរហូតទៅដល់2លានទៅ4លានដុល្លារសហរដ្ឋអាមេរិកនៅក្នុងមួយគ្រាប់បើយោងទៅតាម Defense News មីស៊ីល O37M ត្រូវបានបំពាក់ទៅដោយឧបករណ៍ចាប់សញ្ញារ៉ាដាសកម្មដែលអាចធ្វើការស្វែងរកគោលដៅក៏ដោយខ្លួនឯងបន្ទាប់ពីត្រូវបានបាញ់ចេញពីយន្តហោះវាត្រូវបានបំពាក់ទៅដោយកងទ័ពអាកាសរបស់រុស្ស៊ីចាប់តាំងពីឆ្នាំ2014មកម្លេះខណៈពេលដែលបច្ចុប្បន្នកងទ័ពអាកាសរបស់រុស្ស៊ីបំពាក់ទៅដោយមីស៊ីលរយៈចម្ងាយឆ្ងាយមួយនេះជាមួយនឹងយន្តហោះចម្បាំងស៊ូ 35S និងស៊ូ 30SM ផងដែរដោយអ្នកជំនាញយោធាបានមើលឃើញថាកងទ័ពអាកាសរបស់រុស្ស៊ីមិនពិបាកនៅក្នុងការបាញ់ទម្លាក់យន្តហោះចម្បាំងមិច29របស់អ៊ុយក្រែននោះទេដោយសារតែយន្តហោះចម្បាំងប្រភេទនេះផលិតឡើងដោយស្នាដៃសហភាពសូវៀតផងដែរដោយជាក់ស្ដែងអ៊ុយក្រែនបានទទួលមរតកយន្តហោះចម្បាំងមិច29ចំនួន240គ្រឿងពីសហភាពសូវៀតហើយទទួលយកយន្តហោះនេះជាបន្តបន្ទាប់ពីប្រទេស NATO ចាប់តាំងពីផ្ទុះសង្គ្រាមជម្លោះបានកើតឡើងបើយោងទៅតាមគេហទំព័ររបស់ប្រទេសអ៊ុយក្រែនមានយន្តហោះចម្បាំងមិច29ចំនួន53គ្រឿងកំពុងតែប្រតិបត្តិការនៅលើមេឃភូមិសាស្ត្រជាមួយនឹងរុស្ស៊ីក៏ប៉ុន្តែយ៉ាងហោចណាស់យន្តហោះចម្បាំងប្រភេទនេះមានចំនួន36គ្រឿងត្រូវបានរុស្ស៊ីបាញ់ទម្លាក់ចាប់តាំងពីផ្ទុះជម្លោះស៊ីសាច់ហុតឈាមគ្នារវាងភាគីទាំងពីរកាលពីឆ្នាំ2022មកម្លេះសូមអរគុណសម្រាប់ការទស្សនារបស់លោកអ្នកកុំភ្លេចចុច Subscribe ឬក៏ចុចសញ្ញាកណ្ដឹង Like និង Share ដើម្បីកុំឲ្យខកខាននៅព័ត៌មានថ្មីៗផងដែរ